anh phụ cái lụi nằm ấy chọn lụi ấy con sao không cũng ọt bánh hà ta chấm đăng ta phải lụi cùng sao thế rừng phèn của anh đọc sai choแต่ลุยสาวกบางยืนเอาเนี่ยถึงออกนี่นักขันไทยตัดตู้ดาวเป็นหัวยืนฝึกกดทำถึงออกนี่จมตรุเป็นนักลุยหายกบนี้มีนกองต่อมาพายเติม30เนี่ยได้เป็นปุ๊เจ้าพลังมีนประวัติจีกองตัวบาไวเหมือนเดิมปุ๊ยืนก่อมันอ่อนประมาณนั้นធ្វើរឿងមិនធ្វើតាខ្ញុំធ្វើណាមកពីខ្ញុំជាឯងឥឡូវនេះយើងមិនឆោតទៅចូលមកឯងនិយាយលួចកូនសៅទៅទេបានមិនអីទេរឿងក្បាច់កប៉ុកតាจอนชื่อไอ้กิดไอ้นึงอ่ะลูกเทียนอัดกิดไอ้ตีลูกเทียนนะมันดังทาปวดตรงยังไม่ตายตีแต่พวกที่ไอ้มีนปัญหาไอ้การล้างตีเอาแต่ตรงมันมาก่อเรื่องขยมเจ้าถามีนเกจิจารการปีนี้มีนปัญหาตีนะnè ai mưa say nắng mưa cayมันนึกสมานทาจอนชื่อไอ้เนี่ยมีนจัดออกจานจังซะออกจาเรื่องไอ้เทียมทาไอ้เนี่ยมีนกำเนิดออกจาเมื่อไกลปัจจุบันในไอ้ดังเตี้ยมีนในใส่เตออย่างนี้เราใครเตอคือหล่อเฮ้ลูกเทียนลุงยิงจังตอนจะมือตายมันไอ้ละอดได้ตาเมนตีนึงเฮ้เรื่องละอจรันนะจมพูเรื่องตายก็จรันนะได้ดังตีสมลูกปรับเขียมพองบานตีเคยตีเปลธรรมดามันประมือสะเพอตีเปลมือสะเพอชื่อกบาลนึกครั้งสะเพอเรื่องกายเหมือนขวาตีกายกล่าวแต่คอมมือสะเพอตือบานได้ตีบ้านจำนึงคอมเรามือสะเพอสมลูกเยี่ยมชมสลับพองลูกกองตัวช่วยพองมันเนี่ยนี่กิชิกบาลที่ได้ชับล่างเรื่องไอ้ไปยาจอนจุดประบาเมนะช่วยมือเกยพองหรือมืออย่าไม่ให้ด้วยอย่าไม่ให้ด้วยไอ้ยาจอมจุดประบาเมนะไอ้ไม่ได้ช่วยชับปรับลูกกองตัวเตอนะอย่าไม่ให้ชับล้างเตออย่าไม่ได้นึงอ่ะอย่าทำบ้าเนี่ยทำอย่าไม่ทำไหมเนี่ยทำอย่าไม่ให้บ้านทูใจตีบ้านทูจอมเกี่ยวคันไปนะสมโตสมคันไปนะสมโตนะจอมจะไปบ้านเมนไปบาดยาบาดเลยไอ้การปีสมัยโบราณจังนะมินเปรย์จีมวยชมหาถากาวสิงซื่อมินบตราปีอ่องบตราตปีมันเตาคณีเตเจ้าตาประชังคณีฮะเนี่ยกาวสิงซื่อเอาเปรียมจะบ้องแต่เนื้อซานชิวแต่มาดองเต๋อดำไปกบก้องเนื้อซานชิวเปรียบเสียเติบยืงไอคืนจีบานนะจังบตราตีปีก็บรรจุนเตอตาเสียดำไปมือการขอเต๋อเนื้อตีนุแต่มาดองคือบรรจุนเตอตีนุเป็นได้คิดหนึ่งพลื้เติบไอคืนจีบานเมื่อเจาะคือตายแต่ปีนู้นนะ
មួយគឺបងមួយទៀតគឺប្អូនមួយនៅកើតមួយនៅខាងលិចពួកគេទាំងពីរមិនដែលបានជួបគ្នាទេមានអ្នកខ្លាំងយករឿងរបស់ពួកគេសរសេរជាកំណាព្យថាជីវិតមិនបានជួបមិនខុសពីបងប្អូននោះបានន័យថាឆាកជីវិតមនុស្សប្រៀបដូចជាអាបងហើយនឹងអាប្អូនរាងកាយទាំងពីរនៅបែកពីគ្នាមិនដែលជួបគ្នាទេហើយវាក៏ដូចជាសម័យសង្គ្រាមបច្ចុប្បន្នអញ្ចឹងណាមានមនុស្សជាច្រើនឃ្លាតចេញពីស្រុកកំណើតបែកពីញាតិសន្តានមិនបានជួបគេរហូតណែអាល្អិតឯងស្ដាប់យល់ទេមកខ្ញុំណែខ្ញុំហាក់ដូចជាមិនទាន់យល់ទេណាលោកប្រធានណាបើខ្ញុំយល់ពាក្យកណ្ដាលដូចជាលោកអញ្ចឹងពិតជាល្អណាស់ហើយមិនបានពាក្យកណ្ដាលតែមកភៀងក៏បានដែរខ្ញុំឃើញថាលោកពូកែណាលោកពូកែនិយាយរឿងផ្កាយថ្ងៃណាមួយនាងក៏សម្លឹងមើលមកខ្ញុំដែរមើលមកខ្ញុំមិនខានទេអូហាល្អិតឯនេះមនុស្សស្មានសតថាមើលផ្កាយនឹកដល់សង្សារអញ្ចឹងទេអីអត់ទេសង្សារអីទៅខ្ញុំលោកគ្រូពេទ្យហើលោកទៅពិនិត្យចុះខ្ញុំមានការនិយាយជាមួយលោកយាធានណាអូបាទសូមអញ្ជើញលោកយាធានយ៉ាងម៉េចមានការអីមិនខ្ញុំក៏ទៅមើលដែរម្នាក់នោះគឺពិតជាជំស្រួលលោកឈិញមួតែពួកយើងគិតយ៉ាងម៉េចមុននឹងទទួលដំណឹងត្រូវតែឲ្យគេរស់សិនទៅមើលតាមសភាពការពួកយើងគឺប្រហែលជាថែមប្រហែលថ្ងៃទៀតបើសិនជាគេស្លាប់ពួកយើងនឹងជាប់ពាក់ព័ន្ធហើយតែទៀតគ្រូពេទ្យពិនិត្យរួចហើយចាំសួរគាត់ទៅមើលអាចបញ្ជូនទៅពេទ្យបានដែរទេបើយូរពេកឆ្លើយសឹកមានសង្គ្រាមដល់ពេលនោះយើងក៏មានបញ្ហាដែរបាទធ្វើតាមលោកនិយាយចុះណាអូយកន្លែងនេះក៏ក្រិចណាអូយស្អុយដល់ហើយណែឯងកុំខឹងអីខ្ញុំមកពិនិត្យសុខភាពទេឯងស្ដាប់បានទេឯងធ្វើសន្លប់ខ្ញុំបញ្ជូនឯងទៅពេទ្យអេឯងធ្វើអីជន់យើងធ្វើអីហ្នឹងជន់ឯងទៅយ៉ាងម៉េចឯងចង់ធ្វើអីធ្វើស្អីឯងចង់ធ្វើទៅណាបានហើយស្ដាប់ខ្ញុំនិយាយសិនទៅកំណំខ្ញុំទៅបែបអីណាហេតុអីខ្ញុំស្ម័គ្រចិត្តរួចហើយយើងនាំមនុស្សចេញពីទីនេះអាចឈ្មោះទេបើធ្វើចឹងគឺចេញទៅមិនរួចទេណាពួកយើងស្ម័គ្រចិត្តរួចហើយយើងត្រូវធ្វើកតកម្មណែអាចចង់មិនអាចចង់យកនេះវិញដឹកចេះគឺសោះមានអ្នកណាដឹងទៀតដឹងទីអស់គ្នាណែនេះគឺពុំកូនសៅលោកយកទៅចោលណាបានរឿងរបស់ឯងពួកយើងដឹងអស់ហើយពួកយើងក៏ត្រូវការពិភាក្សាគ្នាមុននឹងយើងមកដល់កុំធ្វើអ្វីផ្ដេសផ្ដាសសោះណាស្ដាប់បានទេនៅពេលមកលើកក្រោយសូមយកផែនទីគុកអ្នកខ្ញុំផងណាប្រយ័ត្នទេចាំមកស្គៀមស្គៀមមកសុទ្ធតែជន់ទុច្ចរិតឲ្យខ្ញុំចេញពីទីនេះទៅឲ្យខ្ញុំចេញទៅឯនៅស្គៀមប្រយ័ត្នយើងបាញ់ស្គៀមអើយលោកជិញមុខខ្ញុំបានពិនិត្យរួចហើយយ៉ាងម៉េចអាចបញ្ជូនទៅទីពេទ្យបានទេនឹងមិនអាចបញ្ជូនបានទេ
លោកឈិញមុខលោកភ្លេចហើយខួរក្បាលរបស់គេមានក្របកំភ្លើងមួយក្របណាហើយម្យ៉ាងទៀតក្បាលរបស់គេត្រូវប៉ះទង្គិចរបស់រឹងទៀតផងឥឡូវគេបង្វែងបង្វាន់មិនច្បាស់ទេបើលើកឡើងគេនឹងក្អួតតាមមើលមួយជីវិតនេះគេមិនផុតពីគ្រោះថ្នាក់បានទេណាអើយយើងត្រូវការសួរចម្លើយរឿងរបស់ពួកលោកខ្ញុំមិនយល់ទេតែលោកមេតបធំផ្ដាំធ្វើយ៉ាងណាសង្គ្រោះគេឲ្យបានខ្ញុំក៏ធ្វើតាមបញ្ជាលោកមេតបដែរពេលនេះគេត្រូវការព្យាបាលសិនណាហើយម្យ៉ាងទៀតពេលណាអាចព្យាបាលជាបញ្ហានេះគឺគ្មានអ្នកណាអាចសន្តានបានទេគេរស់ពិតជាចម្លែកខ្លាំងណាស់ទៅហើយបានហើយពាក្យនេះខ្ញុំស្ដាប់ច្រើនលើកហើយឥឡូវខ្ញុំចង់ឲ្យគេឆ្លើយនឹងសំណួររបស់ខ្ញុំនេះជាការលំបាកណាស់បើលោកចង់ឲ្យគេនិយាយឲ្យគេដឹងខ្លួនសិនទៅប៉ុន្តែនិយាយបានប្រមាណម៉ាត់ណាខ្ញុំមិនដឹងនោះទេគេនេះពិតជាអ្នកលោកជិញមុខឥឡូវកុំឲ្យគេមានបញ្ហាតិចតួចអសោះណាបើមិនចឹងទេគេច្បាស់ជាស្លាប់មិនខាននោះឡើយគិតយ៉ាងម៉េចទៅចេះចោះលោកជិញមុខខ្ញុំទៅរកអ្នកឯកទេសម្នាក់មកពិនិត្យជាមួយគ្នាដល់ពេលនោះលោកឈិញមុខប្រកាសជាពេញចិត្តជាមិនខាននោះទេបានធ្វើតាមលោកនិយាយចុះបាទខ្ញុំទៅមន្ទីរពេទ្យវិញហើយតែប្រាប់លោកឲ្យហើយណានៅមន្ទីរពេទ្យមានអ្នកជំងឺជាច្រើនកំពុងតែរងចាំខ្ញុំណាអាចចកនេះធ្វើឲ្យបងខាត់ពេលវេលាខ្ញុំច្រើនណាស់ខ្ញុំមិនចង់ពិនិត្យច្រើនទេខ្ញុំលាហើយតើទៅណាវិញហ្នឹងទៅមន្ទីរពេទ្យបាទលោកឈិញមួលោកគ្រូពេទ្យហើយនេះគឺជាមនុស្សដ៏សំខាន់របស់លោកមេតបធំនិយាយជាមួយនឹងគាត់គួរសមបន្តិចទៅវាប្រសើរជាងខ្ញុំមិនដូចបីធាវទេព្រោះតាឡើងបនស័កទៅរណប់ជាមួយនឹងជនជាតិចិនទាំងនោះនេះគឺជាពុំសោក្នុងគុកតាមចចកនិយាយគឺភីសានជាអ្នកលួចចម្លងអាចបើកសោនៅក្នុងគុកណាហើយពួកគេនឹងធ្វើកុតកម្មហើយទាំងអស់គ្នាក៏ចេញពីគុកតែម្ដងធ្វើកុតកម្មទាំងអស់គ្នាដូចជាស្មានថាងាយពេកហើយក្នុងគុកគឺពួកគេមិនមែនចេញចូលតាមចិត្តឯណាម្យ៉ាងទៀតណាបើទោះចេញមករួចក៏ពួកគេសុទ្ធតែជាកងទ័ពរតនាម្យ៉ាងទៀតសុខភាពចចកយ៉ាងមិនទៅហើយបើធ្វើកតកម្មគេអាចទ្រាំបានទេមិនបាច់បារម្ភទេចចកគេមានស្មារតីនឹងណូល្អណាស់ខ្ញុំក៏បានពិនិត្យហើយដែរក្រៅពីរបួសក្រៅក្របកំភ្លើងដែលនៅក្នុងក្បាលគេមិនទាន់ធ្វើឲ្យគេដួលនៅឡើយទេនាំគ្នារត់ចេញពីគុកបែបនេះត្រូវតែមានផែនការលម្អិតបន្តិចខ្ញុំសូមសរសើរគេគឺខ្ញុំសរសើរដោយស្មោះគាត់ប្រាប់ខ្ញុំថានៅក្នុងគុកសុទ្ធតែជាជនជាតិចិនណាហើយពួកយើងត្រូវតែជួយពួកគេចេញពីគុកមួយក៏មិនអត់សោះដែរចចកក្មេងនេះគេពិតជាប្រកាន់សច្ចធម៌ណាស់ក៏ប៉ុន្តែយើងក៏គ្មានផ្លូវណាផ្សេងដែរយើងធ្វើតាមអ្វីបងចចកនិយាយទៅពួកគេបង្ករឿងនៅខាងក្នុងពួកយើងវាយនៅខាងក្រៅចាំពួកគេធ្វើយ៉ាងនេះជាការពិតណាស់តុងនិយាយនេះក៏ត្រូវមួយយ៉ាងដែរប៉ុន្តែយើងបង្ករឿងត្រូវបង្កយ៉ាងណាសិនណាណែខ្ញុំគិតថាជូនក្របរំសេដល់ពួកគេខ្លះទៅតែចចកថាបើមានក្របបែកពួកបរទេសប្រកាសជាសង្ស័យលើខ្ញុំហើយចំពោះមុខត្រូវការពីក្រុមយកការសម្ងាត់បានល្អហើយនេះយើងទាំងអស់គ្នាត្រូវតែបន្ថយទៅបានណាបន្ថយហើយលើកជ័យមុខស្ថានភាពចចយ៉ាងម៉េចទៅហើយលើមេតចចមិនព្រមស្ដាប់តាមការណែនាំខ្ញុំប្រើទណ្ឌកម្មគ្រប់យ៉ាងក៏គេមិនព្រមនិយាយអ្វីដែរស្ថានភាពរបស់ពួកគេពិតជាលំបាកខ្លាំងណាស់មិនអាចសួរចម្លើយបានទេដូច្នេះសូមលោកមេតបពន្យាពេល2-3ថ្ងៃទៀតទៅលោកជ័យមុខមនុស្សនឹងមនុស្សមិនដូចគ្នាទេសូមលោកប្រើខួរក្បាលឲ្យបានច្រើនសូមលោកណែនាំឧទាហរណ៍ថាមានមនុស្សខ្លះគេចូលចិត្តលួងលោមមានអ្នកខ្លះគេចូលចិត្តចាក់កំបិតនៅពីក្រោយខ្នងគេខ្ញុំយល់ថាចចមិនធម្មតាខ្ញុំចេះតែប្រើទណ្ឌកម្មគេតែចេះប្រើវិធីផ្សេងណាយល់ទេខ្ញុំក៏ចាំដែរលោកទៅចោះបាទលោកមេតបធំទុកឲ្យខ្ញុំទៅជួបចចកទៅមើល
ចោជាខ្សែរយៈដ៏សំខាន់បើមានមធ្យោបាយជាការល្អប៉ុន្តែខ្ញុំមានអារម្មណ៍យល់ថាអាចចោនេះពិបាកចាត់ការណាព្រោះយើងគួរតែតាមខ្សែរយៈរបស់អាក្អែកទៅហេតុអីបានជាយើងមិនកឡុកសម្បុករបស់ពួកប៉ាលូកុំឲ្យបញ្ហាតទៅទីតាមអាក្អែកនិយាយថាពួកប៉ាលូមានសកម្មភាពដូច្នេះត្រូវស្រាវជ្រាវឲ្យបានច្បាស់ម្យ៉ាងទៀតទីតាំងតូចតាចបែបនេះកម្ចាត់ពូវាចោលក៏មិនអាចធ្វើអ្វីតំបន់ឈិញយានបានសុខដែរដាក់បានទេផ្លូវតង់សិនគឺជាកន្លែងជួសជុលឡានរបស់ពួកតបភ្លានពៀនពួកគេមិនសូវយកចិត្តទុកដាក់ទេណាលោកអ៊ូទៅស្អែកទៅទីនោះមើលហើយក្តាប់សភាពការភូមិសាស្ត្រឡានត្រូវយកចេញពីទីនោះមួយមកបាទបាទថងទៅពឹងឯងតិចទៅតែទៅលោកប្រធានឲ្យបែងចែកពីក្រុមតូចមួយក្រុមចាំជួបជាមួយនឹងលោកអ៊ូមួយក្រុមទៀតទៅខាងក្រៅចាំតែទទួលបានណាបាទលោកគ្រូពេទ្យខ្ញុំអាចធ្វើអីខ្លះខ្ញុំចង់ជួយបងចចមានបងវាងអាយនៅជាមួយគ្នាធ្វើជាអ្នកគ្រូពេទ្យអ្នកគ្រូពេទ្យអូចាបកាយមែនបកាយមែនបកាយមែនបកាយណាបកាយណាយ៉ាអូចាមែនចាណាអូបកាយមែនអូយ៉ាល្អណាស់យ៉ាពុតជួល្អបកាយមែនអូយចាមែនអូល្អណាស់ឈប់សិនមើលកូនប្រុសលិខិតសម្គាល់យកឲ្យនៅយកឲ្យម៉ែយកសម្បត្តិរួចហើយឆាប់មកវិញណាត្រូវតែប្រយ័ត្នប្រយែងផងបាទកូនលាប្រយ័ត្នប្រយែងផងបាទលាប្រយ័ត្នណាអ៊ំស្រីប៉ាថងធ្វើយ៉ាងនេះមានគ្រោះថ្នាក់ទេលើកមុននាងថាមានអ្នកបង្កប់យើងក៏ត្រូវតែប្រយ័ត្នប្រយែងបន្តិចនាងឃើញទេប៉ៅថងតែងខ្លួនចេញពីទីនេះម្យ៉ាងទៀតពួកគេទំនាក់ទំនងគ្នាក្នុងព្រៃមិនមែននៅក្នុងអង្គភាពនោះទេគេក្មេងប៉ុណ្ណឹងនៅជាមួយអ៊ំប្រឡូកក្រោមក្របកំភ្លើងពិតជាមិនងាយទេអ៊ំស្រីសូមអ៊ំកុំបារម្ភពេលដែលយើងទទួលជ័យជំនះពួកយើងនឹងនាំគ្នាទៅអង្គភាពជួនគេទៅសិក្សានៅបរទេសថ្ងៃក្រោយប្រកាសជាមានអនាគតនាងនិយាយនេះត្រឹមត្រូវណាស់អូចាំមែនចាំមែនចាមែនអូចាំមែនចាំមែនចាអូចាំមែនលោកធានមិនចាំមកចាប់បកាយណាមែនទេបកាយយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ក្នុងការវឹកហាត់ឲ្យមានកម្លាំងរឹងមាំឡើងទៅណាបាទត្រូវរៀនវប្បធម៌មានការយល់ដឹងនោះក៏សំខាន់ដែរស្ដាប់បានទេតាមបានហើយចាំជឿយើងទៅយកខ្សែអាកាសមកផ្លេតអាយហាត់ទៀតចុះណាបាទចាំជឿអាយបកាយមែនហ្មងជួយបង្ហាត់ពួកយើងផងមើលមែនជួយបង្ហាត់ពួកយើងផងទៅមែនជួយបង្ហាត់យើងផងមើលមែនជួយបង្ហាត់យើងផងទៅណាហើយយកជើងហ្នឹងឡើងទៅលើជួយបង្ហាត់យើងផងឃើញនេះមើលជួយយើងផងមើលជួយមើលណាប៉ៅថងចាត់ទុកជាកូនដែលខ្ញុំបង្កើតនៅពេលដែលខ្ញុំវ័យចាស់ហើយខ្ញុំចំណាស់នេះដែរទើបមានកូននេះមួយពេលនោះប៉ៅថងមិនទាន់ដឹងក្តីនៅឡើយឪពុករបស់គេក៏ស្លាប់បាត់ទៅហើយខ្ញុំនាំប៉ៅថងទៅសុំទានតាមផ្លូវធ្វើដំណើរតាមផ្លូវធ្វើជាអ្នកបម្រើឲ្យគេផងពេលដែលប៉ៅថងអាយុ15ឆ្នាំមានជំងឺធំមួយថៅកែក៏ដេញម៉ែកូនខ្ញុំទាំងពីរចេញពីផ្ទះតែសំណាងល្អណាស់ជួបអ្នកមានគុណគាត់បានសង្គ្រោះជីវិតម៉ែកូនខ្ញុំទាំងពីរនាក់អ៊ំស្រីមិននឹកស្មានសោះអ៊ំឆ្លងកាត់ឧបសគ្គច្រើនយ៉ាងនេះ
អញ្ចឹងបានជាប៉ាថងមានចិត្តកតញ្ញូនេះក៏ជាមោទនភាពរបស់អ៊ំស្រីដែរបានហើយក្មួយស្រីយើងឈប់និយាយទៀតទៅស្រុកឈិនយៀនមានការងារជាច្រើនកំពុងតែរងចាំពួកយើងនោះមិនត្រឹមតែជារឿងចចកមួយប៉ុណ្ណោះនោះទេខ្សែបណ្ដាញយកការដាច់មិនបានឡើយអង្គភាពធំនឹងធ្វើសកម្មភាពធំហើយប៉ៅថងតែងខ្លួនចេញទៅផុតដល់ពេលពួកឯងហើយបន្តិចទៀតលោកគ្រូពេទ្យហើមកដល់កុំឲ្យខកពេលណាចាខ្ញុំទៅផ្លាស់កៅអៅសិនអ៊ំចាំខ្ញុំមកភ្លេងហើយគេក៏ស្រឡាញ់បងខ្លាំងកើតអូនព្រមជាមានខាត់ខាំងចិត្តស្រឡាញ់បងមិនចង់ណាទៅមនុស្សអាក្រក់មិនចង់ឆក់យកបងពីគេគ្រប់ពេលមកសំដែងអារម្មណ៍ស្នេហ៍អូនដឹងគេឈឺចាប់គេប្រកបស្លាប់បើសិនគ្មានបងដកខ្លួនពេលនេះបំភ្លេចរឿងកន្លងទួយំនឹកបងក៏អូនត្រូវត្រង់បើសិនអូនគឺជាគេម្នាក់នោះអូនក៏មិនអាចទទួលយករឿងនេះពីតែម្យ៉ាងដែលអូនអាចធ្វើបានមានតែការចាក់ចេញស្រឡាញ់បងខ្លាំងទើបអូនព្រមជាមានខាត់ខាំងចិត្តស្រឡាញ់បងមិនចង់ដើរតួមនុស្សអាក្រក់មិនចង់ឆក់យកបងពីគេ